Và sự nghiệp xua ông ôn ngày đi cứ miền bò miền bị xét và bò miền cái đầu tiên đấy ông ôn nấu bênนี้คือนโยบายในក្នុងប្រទេសកម្ពុជាគឺមានការប្រែប្រួលខ្លាំងមែនទែនបាទហើយព័ត៌មានថ្មីនេះគឺបានចេញពី SBI របស់សហរដ្ឋអាមេរិកបាទចេញពីលោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងលោកហ៊ុនសែនបាទហើយយើងដឹងហើយថាអ្វីដែលលោកហ៊ុនសែនគាត់បារម្ភនៅពេលនេះគឺគាត់ខ្លាចពេលដែលគេចាប់គាត់ឬក៏គាត់ស្លាប់ទៅគាត់បារម្ភពីទ្រព្យសម្បត្តិនៅក្នុងប្រទេសកម្ពុជាហើយបងប្អូនដឹងទេថានៅពេលដែលគេស្រាវជ្រាវឃើញថានៅក្រោយផ្ទះរបស់ដែលចូលហៅនេះអីគេខ្ញុំឃើញប្អូននេះនៅកូរ៉េឈ្មោះអីចេះផ្លេចអត់បាទឈ្មោះអាចារ្យហ្វីណាគាត់ថាគាត់ហាសនាមគាត់ឲ្យនាគនៅស្រុកខ្មែរនឹងមាននាគ2បាទនាគ2ហើយនាគ1នឹងនាគគេហៅនាគពីកាបាទគាត់ខ្ញុំស្ដាប់គាត់នេះគាត់និយាយម្ដងខ្ញុំចង់សើចបាទនាគពីកាអញ្ចឹងនៅក្រោយផ្ទះរបស់នាគពីកាហ្នឹងគឺមានបណ្ដាញឆបោកធំជាងគេនៅក្នុងពិភពលោកបាទអញ្ចឹងនៅពេលហ្នឹងហើយគឺជារឿងដែលគ្រោះថ្នាក់របស់លោកហ៊ុនសែនហើយបងប្អូនដឹងទេនៅក្នុងផ្ទះរបស់លោកហ៊ុនសែនទាំងអស់គឺសិតតែមាសហើយនឹងលុយពេជ្របាទជាពិសេសក្រោមកន្លែងគាត់ដេកគឺក្រោមគាត់ដេកក្រាលសិតតែមាសបងប្អូនកន្លែងគាត់ដើម្បីគាត់ពោះគាត់លោកហ៊ុនសែនគាត់ជឿនៅអបិយជំនឿខ្មោចអារក្សហើយគាត់រៀបគ្រូច្រើននៅក្នុងផ្ទះគាត់បាទគឺពេលដែលគេគ្រូគេចង់បានអីធ្វើអីក៏គាត់ទៅធ្វើតាមដែរដើម្បីគាត់មានជំនឿថាមានតែខ្មោចព្រាយបិសាចទេដែលអាចជួយគាត់បានការអំណាចបានវែងឆ្ងាយហ្នឹងគឺដោយសារព្រាយបិសាចដែលគាត់រៀបចំហើយគាត់បងប្អូនដឹងទេលោកហ៊ុនសែនគាត់រៀបពេលណាដែលគាត់ចង់ឲ្យគេហៅរដ្ឋីគាត់ខ្លាំងគឺគាត់ទៅបង្កើតព្រឹត្តិការណ៍ឬក៏គាត់ត្រូវរៀបចំកម្មវិធីមួយដើម្បីនេះដោយរឿងកោះពេជ្រអីកាលដែលមានមនុស្សស្លាប់រាប់រយនាក់មិនមែនជារឿងចៃដន្យទេសិតតែកម្មវិធីដែលលោកហ៊ុនសែនរៀបចំបាទរៀបចំដោយគាត់កែឈ្មោះកែអីហ្នឹងសិតតែជាក្បួនណាបើយើងនិយាយទៅគឺក្បួនអញ្ចឹងនៅពេលនេះយើងឃើញថាគ្រោះគាត់ម្ដងនេះខ្ញុំថាពិបាកនឹងកិច្ចរួចទោះបីគាត់រកវិធីបន្សាបគ្រោះគាត់តាមអបិយជំនឿរបស់គាត់យ៉ាងណាក៏ដោយខ្ញុំជឿថាគាត់ពិបាកព្រោះនៅពេលនេះគាត់បានស្នើសុំជជែកជាមួយត្រាំដោយសម្ងាត់បាទដោយសម្ងាត់ពាក់ព័ន្ធនឹងជាមួយនឹង SBI ហ្នឹងគឺគាត់ចង់បានការគ្រប់គ្រងពីសហរដ្ឋអាមេរិកហ្នឹងដើម្បីឲ្យគាត់នឹងរួចខ្លួនបាទយើងឃើញនៅពេលថ្មីនេះគឺមេដឹកនាំនៅប្រទេសវីណេស៊ូឡាហ្នឹងគឺសហរដ្ឋអាមេរិកបានទៅកំទេចហើយបាទនឹងពាក់ព័ន្ធនឹងរឿងគ្រឿងញៀនដែរបាទហើយខ្មែរយើងពាក់ព័ន្ធនឹងរឿងអ ுக ្រិតកម្មអញ្ចឹងប្រទេសពីរហ្នឹងគឺវាសនាមេដឹកនាំពីរហ្នឹងមិនខុសគ្នាហ្មងទេគ្រាន់តែថារបៀបធ្វើនៅក្នុងប្រទេសវីណេស៊ូឡាហ្នឹងផ្សេងរបៀបធ្វើនៅប្រទេសកម្ពុជាហ្នឹងផ្សេងបាទដោយសារយើងឃើញមានការស្ទាបស្ទង់SBI ចុះទៅដល់ផ្ទះលោកហ៊ុនសែនបានទៅស្រាវជ្រាវនៅកន្លែងហ្នឹងកន្លែងកើតហេតុហ្នឹងណាបាទអញ្ចឹងគាត់ត្រូវការសហការជាមួយនឹងគាត់របៀបថាចេះចៅណាឬក៏គេហៅថាដោយសម្ងាត់ណាគាត់សុំឲ្យត្រាំនឹងរោគវិធីសាស្ត្រយ៉ាងម៉េចសុំដើម្បីឲ្យគាត់មានសុវត្ថិភាពទើបគាត់អនុញ្ញាតឲ្យ
សម្អាតណាកំតិចចារកម្មនៅប្រទេសកម្ពុជាអញ្ចឹងហើយបានវាធ្វើឲ្យចិនក្តៅលកជាណាចិនស្រែកនៅប្រហែលថ្ងៃមុននេះគឺចិនបានប្រកាសហើយឲ្យកម្ពុជានឹងសូមកម្ពុជានឹងទៅឆ្លើយបំភ្លឺអំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកហើយនិងកម្ពុជាកិច្ចព្រមព្រៀងដោយសារអីដោយសារចិនដឹងតម្រុយថាហ៊ុនសែនគាត់ត្រូវការចរចាជាមួយត្រាំដើម្បីអីណាបើដើម្បីគាត់សុំរួចខ្លួនព្រោះគាត់ស្ដាយទ្រព្យសម្បត្តិគាត់បងប្អូនគឺលុយកាក់គាត់ច្រើនណាបងប្អូនគាត់យើងមិនបាច់និយាយច្រើនហ្នឹងគាត់លក់នាឡិកាគាត់មួយហ្នឹងក៏រាប់លានដែរណាហើយកបោបយើងឃើញគ្រាន់តែគ្រឿងអាការៈរបស់កូនចៅរបស់លោកហ៊ុនសែនហើយកាលណាអំណាចគ្រួសារហ៊ុនរលាយទៅអញ្ចឹងអាទ្រព្យសម្បត្តិរបស់កូនចៅគាត់ហ្នឹងក៏រលាយតាមនឹងដែរអញ្ចឹងហើយគាត់ទៅភ័យណាគាត់ទៅភ័យហើយអញ្ចឹងហើយបានជាយើងឃើញថ្មីនេះគឺគាត់បញ្ជូនឆយសភាពមកអាមេរិកហ្នឹងមិនមែនចេះតែមកទេបងប្អូនមិនមែនមកដោយទលងមូលទេតែមកសិតតែរៀបចំផែនការច្បាស់លាស់របស់ហ៊ុនសែនមិនមែនចេះតែមកទេមកដើម្បីធ្វើកិច្ចការឲ្យហ៊ុនសែនហើយយើងបងប្អូនដឹងថាឥឡូវថាឃើញគាត់មកគាត់ផ្សាយអំពីអង្គណាគាត់ផ្សាយអំពីអង្គអីសួរថាស្អីសយសភាពហ្នឹងគាត់ធ្វើការងារអីគាត់កាន់ការងារអីបានមកធ្វើមករកទីផ្សារអង្គរអីឲ្យកម្ពុជាអាហ្នឹងវាបោកបងប្អូនអាហ្នឹងគឺវិធីបោកលើគោកយើងនិយាយថាបោកលើគោកមិនមែនបោកដល់មនុស្សឈួតបានជឿព្រោះឥឡូវយើងសួរថាខាងសេដ្ឋកិច្ចទៅស្អីគេមកណាទៅអីក្រសួងសេដ្ឋកិច្ចណាក្រសួងកសិកម្មឬក្រសួងស្អីផ្សេងវាពាក់ព័ន្ធរឿងអីឲ្យអ្នកកសែតតាមចាំខ្នល់មកឥឡូវយើងពិចារណាទៅរឿងអីទៅឲ្យគណៈកសែតតាមចាំខ្នល់មករកទីផ្សារឲ្យកសិករឥឡូវជួយឆ្លើយខ្ញុំមើលណាអ្នកណាក៏ដោយជួយឆ្លើយមកថារឿងអីដែលសយសភាពមកផ្សាយមករកទីផ្សារអង្គមកតាក់ទងដើម្បីនាំអង្គចេញចោះក្រសួងសេដ្ឋកិច្ចឬក៏ក្រសួងកសិកម្មឬក្រសួងអីដែលពាក់ព័ន្ធហេតុអីមិនមកធ្វើកិច្ចការហ្នឹងចោះឲ្យពួកហ្នឹងកាន់ក្រសួងហ្នឹងកាន់ធ្វើអីឥឡូវយើងកាន់មកដេកស៊ីប្រាក់ខែរៀសឬក៏មកចាំបំផ្លាញរៀសណាហ្នឹងបងប្អូនឆ្លើយមើលបើឆ្លើយត្រូវអាហ្នឹងថាអូសយភាពគាត់មកដើរលេងអត់ទេមិនមែនដើរលេងទេគឺជាការរៀបចំសុទ្ធសាធបាទអញ្ចឹងខ្ញុំមិនដឹងថាគាត់នឹងជាចារកម្មរបស់អាមេរិកឬក៏ជាចារកម្មរបស់ហ៊ុនសែនទេព្រោះតែយើងមកហ្នឹងគាត់សិតតែមានកិច្ចការដែរដែលត្រូវមកធ្វើបាទអាហ្នឹងខ្ញុំនិយាយអញ្ចឹងណាហើយរឿងឥឡូវយើងវិលមករឿងចិនដែលកំពុងតែចង់ឲ្យហ៊ុនសែនហ្នឹងបើយើងនិយាយទៅចិនចង់បញ្ជាក់ឲ្យលោកហ៊ុនសែនហ្នឹងឆ្លើយឲ្យច្បាស់ថាតើនៅខាងចិនឬនៅខាងសហរដ្ឋអាមេរិកអាផែនការសម្ងាត់ដែលចិនចង់ដឹងឲ្យរបបសម្ដេចពុកហ្នឹងឆ្លើយបំភ្លឺថាតើអាការចរចាសម្ងាត់ជាមួយត្រាំហ្នឹងរឿងអីខ្លះណារឿងអីខ្លះចឹងហើយបានជារឿងហ្នឹងវាបែកធ្លាយបែកការដល់អ្វីដែលយើងមើលឃើញហ្នឹងគឺបែកធ្លាយរឿងដែលគាត់ចរចាសម្ងាត់ជាមួយត្រាំហ្នឹងដើម្បីសុវត្ថិភាពរបស់គាត់ព្រោះគាត់ភ័យទី1ដឹងមិនហិចគាត់ភ័យទី1គឺខ្លាចផ្ទៃក្នុងរបស់គាត់សម្រាប់គាត់ហើយផ្ទៃក្នុងគាត់មានអីខ្លះមានយួនហើយនឹងមានចិនអញ្ចឹងហើយគាត់ត្រូវការធានាពីត្រាំសិនមុននឹងគាត់ជជែករឿងអីផ្សេងគាត់ត្រូវធានាពីត្រាំសិនទៅត្រៀមពីហើយគាត់ជឿថាតែមានតែត្រាំមួយទេដែលអាចធានាប៉ុន្តែដល់ពេលចុងក្រោយនេះយើងឃើញមានថៃគេឆ្លាតដែរបាទគេឆ្លាតដែរគេចាប់ដើមធ្វើកិច្ចការនឹងដែរហើយយើងឃើញថានៅរយៈចុងក្រោយនេះឃើញថៃនិងអាមេរិកគេចាប់ដើមធ្វើកិច្ចការជាមួយគ្នាវិញយើងឃើញអញ្ចឹងហើយលោកហ៊ុនសែនគាត់នៅស្ទាក់ស្ទើរថាអញត្រូវផ្លូវណាចេះបាទអញទៅផ្លូវណាបាទដើម្បីរស់ណាបាទដើម្បីរស់ព្រោះទ្រព្យសម្បត្តិគាត់ច្រើនណាបងប្អូនណាអញ្ចឹងគាត់ត្រូវបញ្ជូនចារកម្មគាត់មកធ្វើកិច្ចការហ្នឹងហើយណាគាត់ត្រូវបញ្ជូនចារកម្មដើម្បីស៊ើបអង្កេតរឿងហ្នឹងដើម្បីចរចាយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងឲ្យមកស្ទាបស្ទង់ហើយបងប្អូនឃើញ
លោកសយសុភាពមកពាក់ព័ន្ធនឹងរឿងផ្សាយអង្គហ្នឹងអាហ្នឹងគឺជារឿងបោកប្រាស់សុទ្ធសាធឲ្យបងប្អូនជឿអាហ្នឹងខ្ញុំថាបងប្អូនកំបីសុទ្ធមកព្រោះព្រោះអាក្រសួងពាក់ព័ន្ធរឿងអីមិនមកធ្វើការហ្នឹងហើយរឿងអីឲ្យសយសុភាពមកធ្វើកិច្ចការរឿងរលទីផ្សារអង្គឲ្យជាបរដ្ឋអាហ្នឹងវាជារឿងលើគោកវាកុហកហ្នឹងតែកុហកដោយកុហកលើគោកពេកវាអត់សមបើថាបញ្ជូនណាចារកម្មនឹងពាក់ព័ន្ធនឹងថាឲ្យមកធ្វើរឿងអង្គឲ្យក្រសួងពាក់ព័ន្ធរឿងអង្គនឹងចូលមកធ្វើកិច្ចការហ្នឹងអាហ្នឹងបានវាសមមិនចឹងណាបានវាសមតែបើឲ្យគាត់មកធ្វើកិច្ចការហ្នឹងអាហ្នឹងវាជារឿងបោកលើកោកហើយមួយទៀតបើថារឿងដែលមកលេងខ្ញុំថាមិនមែនជារឿងមកលេងហើយក៏មិនមែនជារឿងចៃដន្យដែលគាត់ត្រូវមកអីណាដល់ឆៅវាច្បាស់ជាមានរឿងអីនៅពីក្រោយខ្នងហ្នឹងដែលយើងមិនដឹងអាហ្នឹងគេហៅថាទេវតាគិតវាមិនដូចមនុស្សគិតមិនដូចទេវតាគិតអាហ្នឹងវាជារឿងវាធម្មតាទេកាលណាយើងអ្នកវិភាគនយោបាយវាមានត្រូវវាមានខុសវាមិនមែនចេះតែវិភាគទៅត្រូវសំបីតែបណ្ឌិតបញ្ញវន្តហ្នឹងក៏គាត់មិនចេះតែវិភាគត្រូវគ្រប់រឿងទេវាមានខុសមិនត្រូវបាទអញ្ចឹងហើយបានខ្ញុំមើលឃើញថាចំណុចទាំងអស់ហ្នឹងហើយណាដែលលោកហ៊ុនសែនគាត់បារម្ភអំពីសុវត្ថិភាពរបស់គាត់នៅពេលនេះគឺគាត់ភ័យប៉ុន្តែខ្ញុំសរសើរមួយយ៉ាងគឺក្នុងកលៈទេសៈណាក៏ដោយយើងឃើញថាលោកហ៊ុនសែនគាត់ក្រាបទីក្នុងគាត់បានល្អមែនទែនបែរឃើញទោះបីជាចលាចលរត់ឆ្វេងឆ្វាយប៉ុណ្ណាក៏ដោយគាត់ទុកបានណាគាត់ទុកបានដូចវាអត់ឃើញមានដោយសារអីដោយសារគាត់បានចែកប្រយោជន៍ទៅឲ្យពួកមន្ត្រីពុកអលួយទាំងអស់ណាវាចែកគ្នាស៊ីអាទូចស៊ីតាមអាទូចអាធំស៊ីធំដល់ពេលចែកគ្នាស៊ីទៅពួកទាំងអស់ហ្នឹងសិតតែមានកំហុសទាំងអស់ការ៉ើងតិចចាប់មកអត់មានរួចខ្លួនទេចឹងហើយបានជានៅក្នុងផ្ទៃក្នុងទោះបីជារង្គោះរង្គើប៉ុណ្ណាក៏ដោយយើងមើលទៅឃើញដូចទឹកស្ងប់ឈឹងប៉ុន្តែมันប្រកាសថាអត់ត្រីណាយើងមើលឃើញថាទឹកនេះគឺអត់មានមាត់ទេប៉ុន្តែបងប្អូនកុំភ្លេចថានៅក្នុងនឹងត្រីធំណាស់ត្រីធំណាស់អាឃើញមាត់កញ្ចិបដល់មានអីទេមានត្រីច្វាទេដោយអាកាលពីមុនឃើញគាត់ប្រឹងស្រែកទេណាកាលពីដែលគេមិនទាន់ប្រក្រាបរឿងអនឡាញអូខ្លាំងឆៃម្លាយគ្មានអាណាប៉ះបានវាស្រែកដូចគោចឹងវាឃើញទេកាលពីចំនួនខ្ញុំនៅថៃនៅមិនទាន់បានសិទ្ធមកប្រទេសកាណាដាហ្នឹងកាលនៅថៃហ្នឹងអូសម្បើមខ្ញុំហៅតែអាសម្បើមហ្នឹងបាទខ្ញុំហៅតែអាសម្បើមបាទសម្បើមមួយណាទេបើខ្ញុំហៅតែអាសម្បើមបាទនិយាយពីអេងក្អាងចុយតមរាយបាទកាលហ្នឹងលុយក៏ច្រើនប្រព័ន្ធអនឡាញមួយឆ្នាំរាប់ពាន់ដុល្លារចូលក្នុងកប៉ៅរឿងអីមិនក្អេងក្អាងអូស្រែកចុយមកកាលហ្នឹងបានជាមួយญาติភិរមហើយក្រុមរបស់ญาติភិរមនៅថៃដើរលើវើកពេញថៃគេចាប់ប៉ុណ្ណាក៏ដោយអានោះសម័យកូវីដផងបងប្អូនចោះចែកណោយពេញទឹកពេញដីបានលោកឆាំសុភ័ណ្ឌបាទលោកឆាំសុភ័ណ្ឌគាត់ស្គាល់ទីតាំងនៅស្រុកថៃច្បាស់បាទគាត់នាំដើរទៅដល់ណាទៅចោះចែកណោយកាលនោះជំនាន់កូវីដខងពាក់ម៉ាស់កលាយឲ្យពេញហ្នឹងបាទកាលហ្នឹងបើសិនថាហ៊ុនសែនគាត់ដាក់ចាកម្មចាប់បែបដល់ស្រុកខ្មែរអស់ហើយតាមបាទពួកខ្ញុំលវិសដែរបាទគាត់និយាយតាមត្រង់ទៅបាទពួកខ្ញុំលវិសដែរពេលបើថាយើងធ្វើកិច្ចការអញ្ចឹងអូលវិសណាហើយបើលោកតោនិមលវិញនិយាយពីបាច់ថ្ងៃនេះនិយាយដើមគ្នាឯងទៀតបាទលោកតោនិមលនិយាយពីភ្នែកនឹងអញ្ចឹងក៏ថាផ្អើលនឹងគាត់មិនមែនផ្អើលតែមែនទេនោះមិនមែនផ្អើលនឹងរបបផ្ដាច់ការហ៊ុនសែនទេផ្អើលនឹងលោកតោនិមលលោកតោនិមលគាត់ធ្លាប់គាត់បាក់ស្អាតបាក់ស្បាតដែលរបបលោកហ៊ុនសែនចាប់គាត់ណាចាប់គាត់ពីអ្នកប្តីពុនហ្នឹងអាណិតគាត់ដែរបាទឥឡូវគាត់បានមកនៅតូរ៉ុនតូហើយបាទផ្លេចមិត្តភ័ក្ដិអស់ហ្នឹងអញ្ចឹងរឿងនេះបងប្អូនណារឿងនេះមិនមែនរឿងធម្មតាទេណាប៉ុន្តែអ្វីដែលខ្ញុំបារម្ភដែលខ្ញុំគិតអ្នកដែលមកកាន់អំណាចបន្តពីហ៊ុនសែនហ្នឹងតើជាអ្នកណាអានេះជា question ជាសំណួរណាជាសំណួរអញ្ចឹងហើយបានជាខ្ញុំបារម្ភថារឿងអ្នកប្រជាធិបតេយ្យត្រូវរៀបផែនការឲ្យជាក់លាក់ឲ្យច្បាស់លាស់បាទព្រោះវាអាចជាផែនការរបស់យួនត្រូវដូររបៀបដឹកនាំនៅកម្ពុជាវាសំខាន់ថាតើអ្នកណាឆ្លាតវៃអញ្ចឹងនយោបាយត្រូវការឆ្លាតវៃបងប្អូនត្រូវការ
បើថាមានអីដូរផ្លាស់ភ្លាមយើងត្រូវរវាងណាយើងត្រូវរៀបចំផែនការនឹងឲ្យជាក់លាក់ពួកខ្ញុំបារម្ភខ្លាចតែពេលដែលយួនវាកំពុងតែរៀបផែនការពេលណាដែលហ៊ុនសែនដួលពឹបគឺវាយកឲ្យក្រុមគ្នាវាឡើងមកជំនួសមកណាវាឲ្យក្រុមគ្នាវាជំនួសហើយបើចិនវាអាចចិនពេលណាដែលវាឱកាសហ្នឹងវាលើកគ្នាវាឡើងមកជំនួសមកបាទអញ្ចឹងជារឿងដែលខ្ញុំបារម្ភខ្លាចអ្នកប្រជាធិបតេយ្យយើងបើមិនលឿនទេគឺប៉ុន្តែខ្ញុំហ៊ានធានាថា 100% របបតកូលហ៊ុនត្រូវតែដួលណាត្រូវតែដួលហើយព្រោះអត់មានអីជំហរអីទៅទៀតទេសេដ្ឋកិច្ចរលំដួលទៅឥឡូវយើងពិចារណាមើលធនាគារបណ្ដាញធនាគាររបស់ពួកឆបោកទាំងអស់ត្រូវបានអាមេរិកបកកទាំងអស់ខាំងជាប់ហើយ Gen Z ហ្នឹងឥឡូវគេកាត់ទោសថាជាប់គុក40ឆ្នាំហ៊ុនតូអីសួររួចខ្លួនអត់រួចខ្លួនទេអត់រួចពួកបងប្អូនចរិតពួកសេរីបងប្អូនទៅដឹងអ្នកមានប្រប៉ុណ្ណាក៏ដោយអំណាចធំប្រប៉ុណ្ណាក៏ដោយគេអត់ទៅចាប់វឹបដូចស្រុកយើងទេអត់មានរត់ទៅចាប់គឹមសខារត់ទៅចាប់ទាំងយប់ទាំងអីអត់ទេស្រុកនេះគេប្រើច្បាប់មកណាអាហ្នឹងឯរស់ស៊ីគ្រឿងញៀនឯងប្រើច្បាប់មកយកផោះតាងយកសាក់សិចនិយាយពីចាក់តឡាការដាក់អីដល់អនុសរពោក្តោ3បងប្អូនអត់បានទេណានៅសពងក្តោ3ដើរស្រាតទៀតអត់មាននេះចូលគុកឲ្យអស់លុយលិញបដ ாய் ណាបាទអាសុកស្រីនេះអត់បានទេអញ្ចឹងបានឲ្យពួកអ្នកមានលុយមានអំណាចខ្លាចអូបានញាក់សាច់បងប្អូនកុំចូលណាកុំចូលជាមួយពួកនេះណាវាធ្វើស៊ីស្រាវជ្រាវស្រាប់សៀវគើបអង្គិតអាកំហុសយើងទៅប្រមាណហ្នឹងគឺលើកមកខ្ញុំនិយាយរឿងមួយណាបងប្អូនប៉ុន្តែរឿងនេះខ្ញុំអត់បញ្ចេញឈ្មោះបុគ្គលទេខ្ញុំអត់បញ្ចេញទេណាដោយសារជារឿងសម្ងាត់ណាជារឿងសម្ងាត់ដែលនៅឯបន្ទាន់នេះគេចាប់បានម្នាក់បងប្អូនចាប់បានម្នាក់ដំណឹងពិសេសណាបងប្អូនទៅជួយ share ជួយ like នៅក្នុងប្រទេសកាណាដានៅឯបន្ទាន់នេះគេចាប់ក្រុម Gen Z បានម្នាក់ដែលបោកប្រាស់គេចំនួន$5 លានសហរដ្ឋអាមេរិក5 លានគេទៅប្រទាញចូលគុកពីថ្ងៃច័ន្ទណាពីថ្ងៃច័ន្ទអញ្ចឹងអត់បានទេណាអត់បានទេបងប្អូនកុំថាអ្នកឯងនៅទីណាក៏អត់រួចខ្លួនដែរណាប៉ុន្តែគាត់ខ្ញុំមិនអាចបញ្ចេញឈ្មោះបានទេបាទព្រោះប្រទេសកាណាដាគេមិនត្រូវការឲ្យយើងផ្សព្វផ្សាយទោះបីជាចោលទោះបីជាស្អីក៏ដោយក៏គេមានកិត្តិយសគេទុកមុខមាត់ឲ្យចោលបាទចោលទៅតុលាការជាអ្នកខាត់អត់មែនយើងទេគាត់នៅខ្ញុំប្រហើបប៉ុណ្ណឹងប្រហើបឲ្យបងប្អូនដឹងថានៅឯតបន្ទន់នៅប្រទេសកាណាដានេះគេចាប់បានជនបោកប្រាស់ដែលយកលុយពីលួចលុយពីធនាគាររបស់ប្រទេសកាណាដាខ្ញុំមិនដឹងថាគេលួចលៀងឬយ៉ាងម៉េចតាមវិធីសាស្ត្រណាទេ$5 លានបងប្អូន$5 លានបាទហើយជាប់គុកបើជាប់គុកបន្តិចឆ្នាំដែរបងប្អូនណាមិនដឹងថានេះមិនទេបាទអញ្ចឹងខ្ញុំមិនមែនខ្ញុំត្រេកអរទេមិនមែនឃើញគេចាប់ហើយយើងត្រេកអរខ្ញុំខ្មាស់គេក្នុងនាមជាខ្មែរហើយស្រាប់តែគេចាប់ខ្មែរដាក់គុកពាក់ព័ន្ធរឿងការឆបោកតាមការលួចលុយនេះខ្ញុំអត់សប្បាយចិត្តទេវាប៉ះពាល់ដល់មុខមាត់ខ្មែរទាំងមូលបាទអញ្ចឹងខ្ញុំថាអ្នកនៅក្រៅប្រទេសទាំងអស់បើថាឈប់បានឈប់ទៅណាមិនមែនកម្ពុជាទេណាមិនមែនអ្នកឯងមក